បុគ្គលទោះទៅឯកដល់អាកាសក្នុងកណ្ដាលសមុទ្រកាន់ចន្លោះនៃភ្នំទាំងឡាយក៏មិនរួចចាកសេចក្តីស្លាប់បានព្រោះប្រទេសនៅលើផែនដីដែលបុគ្គលស្ថិតនៅហើយសេចក្តីស្លាប់គ្របសង្កត់មិនបាននោះគឺមិនដែលមានឡើយគង្វាលគោរមែងគៀងគោទាំងឡាយទៅកាន់ទីគោចរដោយអាជ្ញាដូចម្ដេចមីងជរានិងមច្ចុតែងគៀងអាយុរបស់សត្វទាំងឡាយដូច្នោះឯងបុគ្គលដែលស្លាប់នោះត្រូវពួកអ្នកដុតចាក់ដាវឈើសុលដុតបុគ្គលនោះលះបង់នៅភោគសម្បត្តិទាំងឡាយដោយមានតែសម្ពុតមួយស្លាប់ទៅញាតិទាំងឡាយក្តីមិត្តទាំងឡាយក្តីឬសម្លាញ់ទាំងឡាយក្តីជាទីពឹងមិនមានទេពួកទាយាទរមែងនាំទៅនៅទ្រព្យរបស់សត្វដែលស្លាប់នោះចំណែកសត្វដែលស្លាប់នោះក៏ទៅតាមយថាកម្មទ្រព្យតិចតួចកូនប្រពន្ធមាសប្រាក់និងដែនក៏មិនមែនជាប់តាមសត្វដែលស្លាប់នោះទេបុគ្គលមិនបាននៅអាយុវែងដោយសារទ្រព្យទេទាំងមិនកំចាត់បងនៅជរាដោយសារទ្រព្យទេព្រោះថាអ្នកប្រាជ្ញទាំងឡាយបានពោលហើយនៅជីវិតនោះថាតិចមិនទៀងមានការប្រែប្រួលទៅជាធម្មតាផ្លូវទឹកដល់ពេញគប្បីបន្សាត់នៅដើមឈើទាំងឡាយដែលដុះក្បែរច្រាំងយ៉ាងណាមិញសត្វទាំងអស់ត្រូវជរានឹងមរណៈបន្សាត់ទៅក៏យ៉ាងនោះដែរការរួចចាកមរណៈមិនមានទេសត្វទាំងឡាយដែលកើតហើយតែមានភ័យអំពីមរណៈជានិច្ចដូចជាផ្លែឈើទុំទាំងឡាយតែមានភ័យអំពីការជ្រុះចុះក្នុងវេលាព្រឹកជនទាំងឡាយណាដែលកំណត់ដឹងក្នុងរូបធាតុដែលមិនតាំងនៅក្នុងអរូបធាតុរមែងចុះចិត្តសុបក្នុងនិរោធជនទាំងឡាយនោះទើបឈ្មោះថាញ៉ាំងមច្ចុឲ្យសាបសូន្យ